បាទសូមជំរាបសួរខ្ញុំនឹងចែករំលែកអំពីការ select all ហើយយើងឃើញទិន្នន័យរបស់យើងបាទទិន្នន័យ0បាទនេះទិន្នន័យ0ទៅណាយើងមិនចាំបាច់ចុច0ម្ដងមួយទេយើងគ្រាន់តែប្រើរូបមន្ត reflect all គឺជាការស្រេចអញ្ចឹងយើងគ្រាន់តែធ្វើការ select ទៅទិន្នន័យកន្លែងណាដែលវាមាន0គឺយើងឲ្យវាចេញជាលេខ0អញ្ចឹងខ្ញុំ select បាទ roll key មកបាទដល់សិស្សចុងក្រោយបាទខ្ញុំឲ្យ0បាទអញ្ចឹងយើងចុច control F បាទវានឹងលោតកន្លែង file នេះហើយយើងចុចសញ្ញា more option នេះមកយើងចង់ឲ្យ NA បាទយើងចង់ឲ្យ NA នេះគឺវា0ស្វ័យប្រវត្តិយើងចុច reflect all control F មកយើងបើកវាមកហើយយើងគ្រាន់តែចម្លងទិន្នន័យ NA ណាមួយយកមកផាសកន្លែងនេះយើងដាក់លេខ0បាទដាក់លេខ0មកយើង tick ហើយវាទៅទាំងអស់បាទអញ្ចឹងយើងកំណត់វាមកបាទអញ្ចឹងវាមក0នេះបាទមក0បាទនេះគឺបង្កភាពងាយស្រួលក្នុងការសម្រួលកិច្ចការងារហើយមួយទៀតយើងចង់ឲ្យទិន្នន័យទទេនេះបាទវាលូត0ដែរបាទលូត0ដែរយើងគ្រាន់តែបាទselect បាទ select ទាំងអស់មកសិនបើនៅជួរណាមួយវាមានទិន្នន័យទទេណាបាទ control F មកហើយយើងចុចសញ្ញាចុច3មក option នេះបាទយើងមើលគំរូបាទយើងមើលគំរូដែលខ្ញុំបានដាក់ជូននេះមកហើយចម្លងវាចូលបាទដូចជានៅកន្លែងតែដើមឆ្នាំនេះបាទនៅកន្លែងនេះហើយយកមកផាសមកបាទហើយយើងកំណត់ឲ្យវាទៅជាលេខ0បាទទៅជាលេខ0បាទលេខ0លេខខ្មែរទេទៅជាលេខសកលបាទអញ្ចឹងយើងចុច reflect all មកគឺវាមក0នៅបាទនេះអញ្ចឹងហើយជាការស្រេចបាទ